សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកដល់ទឹកដីអាចារ្យគឺទឹកដីសៀមរាបយើងអង្គរប៉ុន្តែថ្ងៃនេះមកដល់ស្ពានកំពង់ក្ដីនេះមើលរចនាបថនៅស្អាតបងប្អូននៅរឿងមមសូត្រនេះព្រះវេសវណ្ណនេះក្បាល2 689 2ថ្នាក់បងប្អូននៅរឿងមន់ឡើយអាយុ1000ឆ្នាំជាងហើយនេះទេសភាពអានេះយើងថតពីខាងលិចទៅខាងកើតយើងចងកង់ទៅលើអញ្ចឹងយើងទៅពីលើរៀងកង់ហើយចាំយើងថតទៅខាងក្រៅមើលសភាពបងប្អូនសុំទៅស្រាហើយមិនមែនជាមនុស្សធម្មតាអាចធ្វើបាននេះពួកបុរសយើងប្រៀបដូចជាអតេពចឹងបងប្អូនតែកសាងនៅប្រាសាទអង្គរស្ពានដ៏រឹងមាំនេះមិនធម្មតាធំម្ដុំទម្ងន់រាប់រយគីឡូបាទនិយាយហងកពស់ភាសាហើយនេះខាងនោះកពស់ step 2ហើយរូបផ្លូវចុះទៅក្រោមទេសភាពមានដើមច័ន្ទគិរីមួយយ៉ាងតិចបងខ្វាយបងស្រីគួរថតបងប្អូនខ្ញុំតពីវីដេអូមុនខ្ញុំតពីវីដេអូមុនថ្ងៃមុនអាមុនខ្ញុំថតពីត្រៅខាងនោះឥឡូវត្រតពីក្រោយខាងផ្លេចទឹកត្រៅខាងកើតវិញហើយខ្ញុំចុះទៅមើលខាងក្រោមស្ពានឡើងទៅខាងវិញបងប្អូននេះបាទនេះស្ពានរឹងមាំល្អបងប្អូនប៉ុន្តែឥឡូវឈប់ឲ្យឆ្លងហើយឈប់ឲ្យឡានឆ្លងតែម៉ូតូនៅបានធម្មតាអត់ចុះស្កៅអត់ចុះក្រោមទេបងបាទទៅមើលឲ្យដើរយើងចាំចុះនោះវិញទៅបាទនេះយើងចុះទៅខាងក្រៅមើលសភាពស្ពានទឹកដីមួយដែលខ្ញុំមកមិនចេះណាយគឺសៀមរាបបងប្អូនចង់មួយឆ្នាំបើសិនជាមានលុយចង់មកច្រើនដងប៉ុន្តែមិនសូវជាមានលទ្ធភាពយ៉ាភ្លេចបិទ map ទាំងវាលោតសលេងបងប្អូននេះមើលសភាពក្រោមស្ពានទីក្រោមស្ពានបងប្អូនរឿងមមទឹកដីអាចារ្យថ្មលើកថ្មបន្ទប់ប្រដាក់ធ្វើស្ពានរឿងមមអាយុជាង1000ឆ្នាំជាងហើយនៅតែស្ពាននៅតែរឿងមមដដែលនេះបងប្អូនមើលសូមទៅសារហើយទឹកដៃដូនតាខ្មែរនិយាយរួមដូចជាមិនមែនជាមនុស្សទេទៅជាអតិទេពបានកសាងប្រាសាទកសាងស្ពាននៅរឹងមាំបាននេះទឹកអត់ទៅមែនទេទឹកប៉ុន្តែនៅខាងសៀមរាបនេះបងប្អូនអើយសេវាដូចអត់សូវមែនទេចង់ដឹងស្ដាប់ពីប្រវត្តិសាស្ត្រអីយើងឆែកសិនរួចទៅអើងបញ្ចូលសម្លេងក្នុង YouTube ចឹងក៏ក្នុងវីដេអូនេះក៏អត់បានដែរព្រោះអត់មានសេវាហើយមកលើកនេះក៏មិនបានព្រៀងទុកដែរបងថ្លៃក៏បបួលមកភ្លាមបបួលមកបៀបភ្លឺមកភ្លឺមកបើនេះស្ពាននៅរដូវខែប្រាំងខែភាសាដែលអត់ដឹងទៅទឹកប៉ុណ្ណាដែរក៏ទុកហើយក៏សូមអរគុណសូមជម្រាបលាជូនពរឲ្យពុកម៉ែបងប្អូនរស់ស៊ីមានបានទាំងអស់គ្នា